ជីវិតសិនស៊ីសមុទ្រក្នុងសម័យសង្គ្រាមទើបតែរកបានសុខសាន្តមួយឆ្នាំបន្ទាប់ពីការប្រព្រឹត្តគ្នាអស់រយៈពេល7ឆ្នាំយ៉ាងកំសត់និងក្រុមគ្រាដួងចិត្តរៀងៗខ្លួនមកលុះចូលដល់ឆ្នាំ1970ប្រទេសជាតិក៏ចាប់ផ្ដើមមានសង្គ្រាមផ្ទៃក្នុងហើយហូរគ្នាឡើងពលគឺចាប់តាំងពីសេនាប្រមុខលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុពីរាជបល្ល័ង្កនៃរបបសង្គមរាស្ត្រនិយមនៅថ្ងៃទី18ខែមីនាឆ្នាំ1970នោះមកភាពស្និទ្ធស្នាលនៅក្នុងព្រះរាជវាំងក៏ត្រូវកាត់ផ្ដាច់ហើយមួយរយៈនោះគេមិនសូវឮបទចម្រៀងលោកច្រៀងច្រើនទៀតទេទោះបីមានអាជីពជាអ្នកចម្រៀងនិងមានជំនាញជាគ្រូពេទ្យក៏ដោយក៏លោកស៊ិនស៊ីសមុទ្រដែលជាកូនខ្មែរម្នាក់មិនអាចជៀសពីកាតព្វកិច្ចយោធានៅក្នុងរបបនោះបានឡើយនៅក្នុងរបបនោះលោកត្រូវបានគេចាប់បង្ខំឲ្យចូលបម្រើជាកងទ័ពរបស់លោកសេនាប្រមុខលន់ នល់តែលោកមិនមែនជាទាហានដែលចេញទៅច្បាំងឯសមរភូមិដូចគេទេគឺលោកជាទាហានពេទ្យប្រចាំនៅភ្នំពេញសម្រាប់ជួយព្យាបាលយុទ្ធជននិងយុទ្ធនារីដែលរងគ្រោះដោយសារចម្បាំងកាលនោះលោកមានឋានន្តរស័ក្តិជាអនុសេនីយ៍តូតែទោះលោកត្រូវចូលរួមបំពេញតួនាទីជាទាហានក៏ដោយលោកនៅតែមានឱកាសថតចម្រៀងថ្មីៗរបស់លោកបានដដែលតែមិនសូវជាថតបានច្រើនដោយការចំណងសង្គមរាស្ត្រនិយមឡើយហើយបទចម្រៀងដែលលោកថតនៅក្នុងប្រមាណឆ្នាំចុងក្រោយនៃរបបសាធារណរដ្ឋខ្មែរនោះភាគច្រើនជាបទបែបស្នេហាជាតិដូចជាបទភូមិកគីធំវត្តចម្ពុះក្អែកជំរុំវត្តស្លែងសកុលាបស្រីថ្ងៃ12កក្កដាលាម៉ៃចូលធ្វើទាហានលាស្រីទៅច្បាំងអូអក្សរាគំនុំ20ឆ្នាំសម្រែកឈាមខ្មែរលក្ខនឹងលក្ខនេះជាអត្ថន័យទាំងស្រុងនៃបទចម្រៀងស្នេហាជាតិមួយចំនួនដែលលោកស៊ិនស៊ីសមុទ្រច្រៀងនៅក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ1970សម័យសាធារណរដ្ឋខ្មែរលន់ នល់ស្នាដៃផ្សេងៗទៀតគេនៅចាំបានទៀតថានៅក្នុងអំឡុងឆ្នាំ1972ឬដើមឆ្នាំ1973លោកស៊ិនស៊ីសមុទ្របាននិពន្ធខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញដែលគេបានយកទៅបញ្ចាំងតាមខេត្តក្រុងទាំងឡាយនៅសម័យសាធារណរដ្ឋខ្មែរនោះហើយត្រូវបានអ្នកនិយមទស្សនាខ្សែភាពយន្តទាំងឡាយនាំគ្នាទៅមើលយ៉ាងភ្លុកទឹកភ្លុកដីព្រមទាំងកោតសរសើរនៅស្នាដៃនិពន្ធនៅដឹកនាំរឿងរបស់លោកទៀតផងតែខ្សែភាពយន្តទាំងនោះមានចំណងជើងថាចម្រៀងអត់ព្រៀងទុកហើយលោកថែមទាំងនិពន្ធចម្រៀង3បទសម្រាប់បញ្ចូលទៅក្នុងសាច់រឿងនោះផងដែរទី1គឺបទព្រិលភ្នែកអស់ហើយដែលបទនេះលោកជាអ្នកច្រៀងម្នាក់ឯងអត្ថន័យនៃបទនេះគឺមកដល់ដីក្រុងសប្បាយក្រៃហើយបទទី2នោះគឺបទចម្រៀងឥតព្រៀងទុកឬសប្ថ្ងៃគេហៅបទចន្ទធូនោះបទនេះលោកច្រៀងតែម្នាក់ឯងដែរទី3គឺបទក្លែបក្លិនចន្ទធូបទនេះលោកច្រៀងឆ្លើយឆ្លងជាមួយអ្នកនាងរស់ សេរីសុទ្ធាហើយបទទី4គឺបទចាត់ម៉ៃមច្ចរាជបទនេះច្រៀងដោយអ្នកនាងរស់ សេរីសុទ្ធាម្នាក់ឯងហើយមូលហេតុដែលធ្វើឲ្យខ្សែភាពយន្តនោះមានភាពទាក់ទាញអ្នកទស្សនាដ៏កកកនោះគឺមានមូលហេតុពីរយ៉ាងទី1គឺដោយសាររឿងនេះចូលរួមសម្ដែងដោយអ្នកនាងរស់ សេរីសុទ្ធាដែលជារាជិនីសម្លេងរណ្ដំបេះដូងហើយជាដៃគូចម្រៀងជាមួយលោកស៊ិនស៊ីសមុទ្រនោះហើយរួមមានតួឯកភាពយន្តអាជីពដ៏ល្បីពីររូបទៀតគឺលោកជាយុទ្ធថននិងអ្នកនាងតិតវិជ្ជរាដានីលោកហ៊ុយសាន់និងអន្ត្រីករល្បីៗមួយចំនួនទៀតដូចជាលោកហាសាឡនទី2អ្វីដែលធ្វើឲ្យខ្សែភាពយន្តនេះតាក់ទាញនោះគឺពេលខ្សែភាពយន្តយកទៅបញ្ចាំងនៅរោងណាហើយមនុស្សម្នាទាំងឡាយតែងតែចង់ដឹងនិងចង់ឃើញអ្នកនាងរស់ សេរីសុទ្ធាសម្ដែងនៅក្នុងរឿងនោះព្រោះពួកគេធ្លាប់តែដឹងថាអ្នកនាងរស់ សេរីសុទ្ធាពីដើមគ្រាន់តែជាអ្នកចម្រៀងប៉ុណ្ណោះលុះពេលដែលតួជាតួកូនតាសម្ដែងបានល្អឬយ៉ាងណាម្យ៉ាងខ្សែភាពយន្តចម្រៀងឥតព្រៀងទុកនេះមិនបានចម្លងចេញជាខ្សែឬថតសម្លេងច្រើនហ្វីលទេគឺប្រហែលមានតែមួយដុំគត់ហើយបើសិនជារឿងនេះត្រូវយកទៅបញ្ចាំងនៅរោងណាឬខេត្តណាក្រុមតន្ត្រីលោកស៊ិនស៊ីសមុទ្រតែងទៅប្រគំកំដរមុន1ម៉ោងជានិច្ចដោយមានអ្នកចម្រៀងល្បីទៅច្រៀងផងដូចជាលោកវ៉ាសវីអ្នកនាងរស់ សេរីសុទ្ធាអ្នកនាងសៀងវណ្ណធីនិងតន្ត្រីករល្បីៗមួយចំនួនទៀតប៉ុន្តែលោកស៊ិនស៊ីសមុទ្រមិនបានទៅច្រៀងគ្រប់កម្មវិធីទេដោយសារលោកមានធុរៈច្រើនហើយអ្នកទស្សនាខ្លះសោកស្ដាយមួយចំណុចនេះចំពោះការថតរឿងនេះគឺពួកគេស្ដាយត្រង់ថាខ្សែភាពយន្តនេះបើសិនជាលោកស៊ិនស៊ីសមុទ្រចូលរួមសម្ដែងដែរមិនដឹងកាន់តែតាក់ទាញយ៉ាងណាទេហើយអ្នកចំនួនក្រោយក៏ប្រហែលជាមានវាសនាឃើញរូបរាងលោកពិតមិនខានមិនមែនឃើញតែតាមរូបថតលើថាសចម្រៀងប៉ុណ្ណោះទេហើយរូបទាំងនោះទៀតសោតសិតសឹងតែជារូបគូទាំងអស់ហើយរូបថតពិតនោះកម្រនឹងជួបប្រទះណាស់បើសិនជាលោកបានចូលរួមសម្ដែងក្នុងរឿងនោះច្បាស់ជាប្រសើរណាស់ហើយប្រជាជនខ្មែរសម័យនេះច្បាស់ជាចង់ដឹងនិងចង់ឃើញទេពកោសល្យនិងរូបរាងលោកពិតនោះយ៉ាងកកកមិនខានដូចជាខ្ញុំសេងតារាដែលជាអ្នកស្រាវជ្រាវនិងចងក្រងប្រវត្តិរបស់លោកនោះគឺខ្ញុំតែងតែគិតស្រមៃប្រាថ្នាចង់ជួបនិងចង់ឃើញរូបរាងលោកស៊ិនស៊ីសមុទ្រផ្ទាល់ដូចគ្នានឹងចង់ឃើញរូបរាងពិតរបស់ព្រះពុទ្ធដូចនេះដែរប៉ុន្តែស្ដាយណាស់អ្វីមិនអាចកើតឡើងតាមបំណងប្រាថ្នានេះបានឡើយនៅសម័យសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយសេនាប្រមុខលន់ នល់ហើយសម្បូរដោយផ្សែងរំសាវនិងភាពនិយមឆ្ងាញ់នឹងធ្វើសង្គ្រាមកាប់សម្លាប់គ្នាដើម្បីអំណាចរបស់អ្នកនយោបាយនោះប្រជាជនខ្មែរមួយចំនួនធំបាននាំគ្នាភៀសខ្លួន
នទៅប្រទេសក្រៅជាបណ្ដាព្រោះពួកគេមិនទុកចិត្តថាទាហានសេនាប្រមុខលន់នល់អាចនឹងយកឈ្នះទាហានខ្មែរក្រហមដែលគ្រប់គ្រងដោយប្រទេសចិនកុម្មុយនីសបានឬយ៉ាងណាឡើយចំពោះគ្រួសារលោកសុនស៊ីសមុទ្រឬលោកសុនស៊ីសមុទ្រផ្ទាល់ពេលនោះបើសិនជាមានបំណងចង់ចាក់ចេញទៅបរទេសពិតជាអាចបានហើយប្រហែលជាគេអាចនឹងមានវាសនាឃើញមុខលោកនាពេលសប្តាហ៍ថ្ងៃនេះទៀតផងតែហេតុអ្វីបានជាលោកមិនភៀសខ្លួនតើមិត្តអ្នកអានជ្រាបទេថាតើលោកមានទស្សនៈបែបណាបានជាលោកមិនព្រមចេញទៅនៅក្រៅប្រទេសនោះរឿងនេះលោកសុនច័ន្ទឆៃយ៉ាបានប្រាប់ទស្សនាវដ្តីអន្តរទេវីថាក្នុងអំឡុងឆ្នាំ1973ដល់74ពេលដែលសង្គ្រាមក្នុងស្រុកកាន់តែរីករាលដាលធំឡើងនោះព្រះមហាក្សត្រថៃបានតាក់ទាញលោកឲ្យទៅរស់នៅឯប្រទេសថៃដែរហើយព្រះអង្គនឹងធានាចិញ្ចឹមមួយគ្រួសារទាំងមូលផងឲ្យតែលោកព្រមទៅច្រៀងនិងរស់នៅទីនោះតែលោកសុនស៊ីសមុទ្របានប្រកែកដាច់ខាតថានឹងមិនព្រមទៅនៅឡើយដោយលោកមានប្រសាសន៍ថាលោកមិនលក់ក្បាលឲ្យបរទេសណាទេលោកសុទ្ធចិត្តស្លាប់នៅទឹកដីមាតុភូមិកំណើតនិងស៊ូរងទុក្ខលំបាកជាមួយជនរួមជាតិឈាមខ្មែរគ្រប់គ្រួសារទាំងអស់សម្ដីទាំងអស់នេះរបស់លោកគឺជាពាក្យពេចន៍ប្រកបដោយគតិបណ្ឌិតជាតិនិយមថ្លៃថ្នូរដែលគួរតែត្រូវបានលើកតម្កើងពីសំណាក់ខ្មែរគ្រប់រូបប៉ុន្តែមកដល់ពេលនេះជិត40ឆ្នាំហើយវិញ្ញាណក្ខន្ធរបស់លោកមិនត្រូវបានរកយុត្តិធម៌ពីប្រទេសជាតិបានឡើយពិតជាគួរឲ្យសោកស្ដាយចំនួនលោកនិងក្រុមគ្រួសារលោកណាស់ហើយក្រោយមកនៅថ្ងៃទី17មេសាឆ្នាំ1975គ្រោះថ្នាក់របស់លោកសុនស៊ីសមុទ្រនិងប្រទេសជាតិទាំងមូលក៏ឈានចូលមកដល់គឺពេលនោះប្រទេសជាតិត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃបិសាចប៉ុលពតធ្វើឲ្យស្ថានភាពនគរខ្មែរទាំងមូលប្រែប្រួលមកដល់ចំណុចមួយដែលស្មានមិនដល់ទាហានសេនាប្រមុខលន់នល់បាក់ទ័ពរត់អស់ពួកខ្មែរក្រហមបានចូលមកដីប្រទេសហើយគ្រប់គ្រងប្រទេសដោយរបបយង់ឃ្នងបំផុត